ថ្ងៃហ្នឹងគឺខ្ញុំពន្យល់បងប្អូនខ្លីតាក់ទងជាមួយនឹងរបៀបនៃការ log in ចូលប្រើប្រាស់ app ប៉ាជឿពន្លឺជីវិតនិង app បតិទិនមាសដែលមានលក្ខណៈពេញលក្ខណៈសម្បត្តិដែលអង់គ្លេសថា full option ណាក្រោយពីបងប្អូនបានជាវ app នេះហើយគឺក្រុមការងារនឹងទំនាក់ទំនងបងប្អូនដោយផ្ដល់នៅលេខសម្ងាត់បណ្ដោះអាសន្នដើម្បីបងប្អូនអាច log in បានហើយនឹងលេខទូរស័ព្ទដែលបងប្អូនផ្ដល់មកក្រុមការងារបាទមកក្រុមការងារនៅលើទម្រង់ព័ត៌មានបែបនេះបងប្អូនទៅលើទម្រង់ព័ត៌មានបែបនេះអញ្ចឹងបងប្អូនត្រូវអានព័ត៌មាននេះគឺដោយយកចិត្តទុកដាក់ដោយផ្ដោតទៅលើចំនួនសមាជិកសរុបដែលបងប្អូនអាចទទួលបានហើយនឹងកាលបរិច្ឆេទផុតកំណត់កាលបរិច្ឆេទផុតកំណត់បងប្អូនអានដោយយកចិត្តទុកដាក់ជាមួយនឹងកំណត់ចំណាំខាងក្រោមបាទកំណត់ចំណាំខាងក្រោមឥឡូវដើម្បី log in គឺយើងត្រូវប្រើលេខសម្ងាត់ដែលក្រុមការងារផ្ដល់ឲ្យបងប្អូនជាបណ្ដោះអាសន្នហើយនឹងលេខទូរស័ព្ទបងប្អូនណាលេខទូរស័ព្ទបងប្អូនអញ្ចឹងយើងចូលទៅកាន់ log in ដើម្បី log in គឺក្រោយពីបងប្អូនចុចនៅលើ link ដែលខ្ញុំផ្ដល់ជូនគឺវានឹងនាំបងប្អូនមកកាន់ផ្ទៃកញ្ចក់បែបនេះអញ្ចឹងបងប្អូនត្រូវតែបញ្ចូលលេខទូរស័ព្ទឲ្យបានត្រឹមត្រូវហើយនិងលេខសម្ងាត់ឲ្យបានត្រឹមត្រូវអញ្ចឹងលេខទូរស័ព្ទមិញឧទាហរណ៍016 688 88 99ហើយលេខសម្ងាត់មិញគឺលេខ899Z អញ្ចឹងដើម្បីឲ្យបងប្អូនដឹងថាវាត្រូវឬខុសយើងវាយត្រូវឬខុសគឺបងប្អូនបើកភ្នែកវាបន្តិចមកមើលល្អត្រូវហើយបើត្រូវបងប្អូនចុចចូលប្រើនៅពេលដែលចុចចូលប្រើគឺអត់ទាន់ចូលប្រើបានភ្លាមនេះគឺវាតម្រូវឲ្យបងប្អូននេះគឺបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯងលេខសម្ងាត់នេះគឺបងប្អូនត្រូវតែជ្រើសរើសលេខសម្ងាត់ណាដែលបងប្អូនងាយចងចាំដោយខ្លួនឯងហើយបងប្អូនអាចកត់ត្រាទុកនៅកន្លែងណាមួយអញ្ចឹងទៅនៅពេលដែលបងប្អូន log in ពេលក្រោយគឺបងប្អូនលែងប្រើប្រាស់លេខសម្ងាត់បណ្ដោះអាសន្នរបស់ខ្ញុំហើយគឺបងប្អូនត្រូវតែប្រើប្រាស់លេខសម្ងាត់ផ្ទាល់ខ្លួនរបស់បងប្អូនតែម្ដងកន្លែងនេះគឺត្រូវយកចិត្តទុកដាក់បន្តិចគឺបងប្អូនត្រូវកត់ត្រានៅកន្លែងណាមួយអញ្ចឹងទៅឬក៏ចងចាំណាពីព្រោះបើសិនជាបងប្អូនភ្លេចនៅពេលដែល log in ពេលក្រោយគឺបងប្អូនស្នើសុំឲ្យក្រុមការងារដូរលេខសម្ងាត់ជូនគឺខាងយើងខ្ញុំឆាចសេវារដ្ឋបាលបាទយកសេវារដ្ឋបាលហ្នឹងគឺតម្លៃ$10តាមពិតអាហ្នឹងគឺមិនចង់បានលុយកាក់អីទេគឺក្នុងន័យមួយដើម្បីបងប្អូនប្រុងប្រយ័ត្នទៅយើងប្រុងប្រយ័ត្នទាំងអស់គ្នាទៅវាធ្វើឲ្យប្រសិទ្ធភាពការងារវាស្រួលទាំងអស់គ្នាហើយទៅមុខទាំងអស់គ្នាបាទទៅមុខទាំងអស់គ្នាអញ្ចឹងបងប្អូនវាយលេខសម្ងាត់ថ្មីទៅលេខសម្ងាត់ថ្មីដែលបងប្អូនស្រឡាញ់ឥឡូវបងប្អូនស្រឡាញ់លេខប្រមាណបងប្អូនវាយប៉ុណ្ណឹងទៅឧទាហរណ៍ថាបងប្អូនស្រឡាញ់លេខ123 123 ZB អញ្ចឹងណាឧទាហរណ៍អញ្ចឹងខ្ញុំបើកភ្នែកវាដើម្បីខ្ញុំដឹងថាខ្ញុំវាយត្រូវឬមិនត្រូវ123 ZB ណាបងប្អូនបើកភ្នែកមើលគឺត្រូវអត់អញ្ចឹងអានេះគឺជាការបញ្ជាក់វាត្រូវហើយបើត្រូវយើងចុចបដូរបាទចុចបដូរចុះបើអត់ត្រូវឧទាហរណ៍បងប្អូនវាយនេះ A អញ្ចឹងណាឃើញវាអត់ត្រូវនេះអញ្ចឹងដល់ពេលដែលចុចបដូរគឺវាចេញវាប្រាប់យើងថាលេខសម្ងាត់គឺអត់ដូចគ្នាទេអញ្ចឹងបានន័យថាអត់ត្រូវណាអញ្ចឹងបងប្អូនវាយឲ្យត្រូវមកហើយបងចុចពាក្យបដូរទៅវាដូរឲ្យយើងស្វ័យប្រវត្តិណាបដូរយើងស្វ័យប្រវត្តិនៅពេលដែលយើងចូលដល់ផ្ទាំងនេះគឺបងប្អូនឃើញគឺចូលដល់ដំបូងគឺចូលដល់ app ប៉ាជឿពន្លឺជីវិតបងប្អូនដែលជាវ app ប៉ាជឿពន្លឺជីវិតបងប្អូននៅលើផ្ទាំងនេះគឺជាស្វ័យប្រវត្តិគឺត្រូវហើយលើផ្ទាំងហ្នឹងតែដល់ឡែកសម្រាប់បងប្អូនខ្លះលោកជាវបតិទិនមាសអញ្ចឹងបងប្អូនចុចនៅលើផ្ទាំងនេះមកបាទលើផ្ទាំងនេះគឺវាចេញតម្រងបែបនេះបាទហ្នឹងគឺជា app អីគេបតិទិនមាសណាបតិទិនមាសដែលមានតម្រងបែបដូចនេះបាទអញ្ចឹងវាមានតម្រងបែបដូចនេះឧទាហរណ៍ថាបងប្អូនបានជាវ app បតិទិនមាសអញ្ចឹងបងប្អូនចុចមកលើនេះបងប្អូនអត់អាចប្រើភ្លាមដោយ direct ទេដោយផ្ទាល់ទេអញ្ចឹងបងប្អូនត្រូវតែបញ្ចូលចំនួនសមាជិកសិនអញ្ចឹងដើម្បីបញ្ចូលចំនួនសមាជិកបងប្អូនចុចនៅលើសញ្ញារូបមនុស្សកែងនៅខាងស្ដាំដៃនេះបងប្អូនចុចទៅនៅពេលដែលបងប្អូនចុចបងប្អូនឃើញជម្រើសវាមាន3វាមានសមាជិកបតិបាជឺសមាជិកបតិទិនខ្ញុំហើយនឹងចាក់ចេញអញ្ចឹងបងប្អូនយកថាសមាជិកបតិទិនខ្ញុំអញ្ចឹងបងប្អូនចុចលើសមាជិកបតិទិនខ្ញុំទៅហើយអត់ទាន់មានឈ្មោះអីទាំងអស់បងប្អូនមើលនេះអានេះជាចំនួនសមាជិកលេខនេះគឺលេខ50បានន័យថាបងប្អូនមានចំនួនសមាជិក50នាក់ឧទាហរណ៍ណាបាទបើសិនបងប្អូនឃើញ5អាហ្នឹងគឺ5នាក់ឃើញ2គឺ2នាក់អញ្ចឹងការបញ្ចូលសមាជិកនេះគឺមិនមែនជារឿងធម្មតាទេគឺបងប្អូនត្រូវពិចារណាខ្ពស់អញ្ចឹងតាក់ទងជាមួយនឹងបតិទិនមាសហ្នឹងគឺបានថាជាបតិទិនរើសវេលាល្អ
រើសវេលាល្អជាបតិទិនដែលអនុញ្ញាតឲ្យបងប្អូនអាចមើលអំពីរូបមន្តហុងស៊ុយប្រចាំយប់9ប្រចាំអឺឆ្នាំប្រចាំខែណាប្រចាំខែហើយនឹងថ្លឹងរិស័យឆ្អឹងដូច្នេះបុគ្គលដែលអត់ពាក់ព័ន្ធបងប្អូនមិនគួរបញ្ចូលទេបងប្អូនបញ្ចូលតែបុគ្គលដែលពាក់ព័ន្ធបានហើយអញ្ចឹងឧទាហរណ៍ថាថ្ងៃនេះគឺខ្ញុំចង់មើលប្តីប្រពន្ធ2នាក់ប្តីប្រពន្ធ2នាក់ហ្នឹងគាត់ចង់អីគាត់ចង់ផ្លាស់ប្ដូរលំនៅឋានបាទចង់ផ្លាស់ប្ដូរលំនៅឋានបានន័យថាគាត់ទៅនៅផ្ទះថ្មីអញ្ចឹងណាអញ្ចឹងខ្ញុំចុចពាក្យអីគេបន្ថែមសមាជិកអញ្ចឹងបន្ថែមសមាជិកនេះបើសិនណាបងប្អូនស្គាល់ថ្ងៃខែឆ្នាំពេញបងប្អូនបញ្ចូលថ្ងៃខែឆ្នាំពេញទៅបើសិនអត់ស្គាល់គឺបញ្ចូលតែឆ្នាំបានហើយឥឡូវយើងវាយឈ្មោះឲ្យបានត្រឹមត្រូវឧទាហរណ៍ប្តីហ្នឹងគឺឈ្មោះតារាបាទឈ្មោះគាត់តារាអញ្ចឹងយើងវាយឲ្យបានត្រឹមត្រូវមកយើងជ្រើសរើសភេទបន្ទាប់មកឆ្នាំកំណើតរបស់គាត់ឧទាហរណ៍ថាគាត់កើតនៅឆ្នាំម៉ានឧទាហរណ៍1979អញ្ចឹងបងប្អូនយក1979មកហើយគាត់កើតខែប្រមាណបើសិនបងប្អូនស្គាល់ខែបងប្អូនដាក់ខែមកតែបើអត់ស្គាល់យើងថាមិនស្គាល់បានន័យថាយើងស្គាល់តែឆ្នាំទេអញ្ចឹងអ្វីៗទាំងអស់គឺវាបិទទាំងអស់គឺបានន័យថាបងប្អូនមិនបាច់បញ្ចូលអ្វីទៀតទេពីព្រោះយើងអត់ស្គាល់ខែបើយើងអត់ស្គាល់ខែបានន័យថាយើងអត់ស្គាល់ថ្ងៃអត់ស្គាល់ម៉ោងអត់ស្គាល់នាទីដូចតែគ្នាទេដូច្នេះបើសិនណាករណីដែលយើងស្គាល់តែឆ្នាំយើងយកប៉ុណ្ណឹងឥឡូវឧទាហរណ៍ករណីហ្នឹងគឺគាត់ស្គាល់តែឆ្នាំទេអញ្ចឹងយើងយកតែឆ្នាំទៅបាទយកតែឆ្នាំទៅអញ្ចឹងយើងចុចថារក្សាទុកបាទរក្សាទុកអញ្ចឹងនៅពេលដែលយើងចុចរក្សាទុកវាចេញមកផ្ទាំងហ្នឹងប៉ុន្តែខ្វះប្រពន្ធគាត់អញ្ចឹងយើងត្រូវទៅបញ្ចូលម្ដងទៀតទៅបញ្ចូលសមាជិកដែលជាប្រពន្ធគាត់អញ្ចឹងយើងបញ្ចូលអញ្ចឹងប្រពន្ធគាត់ឈ្មោះគេយើងដាក់ថាបន្ថែមសមាជិកគឺយើងដាក់វត្តតីបាទឧទាហរណ៍ថាប្រពន្ធគាត់ឈ្មោះវត្តតីអញ្ចឹងបងប្អូនវាយវត្តតីចូលទៅភេទស្រីកើតនៅឆ្នាំណាដល់កើតនៅឆ្នាំ1984បាទ1984ហើយស្គាល់ថ្ងៃខែឆ្នាំកំណើតជាក់លាក់ច្បាស់លាស់ទេអត់ស្គាល់បើអត់ស្គាល់គឺយើងយកបញ្ចូលទៅឆ្នាំទៅហើយយើងចុចរក្សាទុកកន្លែងនេះខ្ញុំចង់បញ្ជាក់ចេះបើសិនជាបងប្អូនស្គាល់ថ្ងៃខែឆ្នាំកំណើតពេញលេញនៅពេលដែលរើសវេលាល្អគឺវារើសក្នុងកម្រិតខ្ពស់ជូនណាគឺបានន័យថារើសបានវេលាដែលសុក្រិតខ្ពស់ហ្មងព្រោះវាកណនារហូតដល់4ប្រឡោះយកទៅកណនាដូច្នេះការកណនារបស់វាគឺស៊ីជម្រៅបាទស៊ីជម្រៅណាបងប្អូនបាទតែអានេះគឺឧទាហរណ៍អត់ស្គាល់បើអត់ស្គាល់យើងដាក់ទៅប៉ុណ្ណឹងបាទយើងដាក់ទៅប៉ុណ្ណឹងឥឡូវប្រពន្ធគាត់ស្គាល់បើសិនគាត់ស្គាល់យើងដាក់អីគេយើងបញ្ចូលខែមកឧទាហរណ៍ខែមិថុនាថ្ងៃទីប្រមាណឧទាហរណ៍ថ្ងៃទី20ហើយវេលាមកប្រមាណឧទាហរណ៍វេលាម៉ោង10:30នាទីព្រឹកយើងបញ្ចូលចឹងមកយើងរក្សាទុកសមាជិកអញ្ចឹងឥឡូវនេះយើងបញ្ចូលបានទាំងប្តីទាំងប្រពន្ធហើយឥឡូវយើងត្រូវទៅជ្រើសរើសកម្មវិធីជូនគាត់ចង់ផ្លាស់ប្ដូរទៅនៅផ្ទះថ្មីអញ្ចឹងបងប្អូនចូលទៅឲ្យមើលកន្លែងណាគឺចូលនៅផ្ទះថ្មីអញ្ចឹងនេះចូលនៅផ្ទះថ្មីនេះបងប្អូនឃើញទេចូលនៅផ្ទះថ្មីយើង scroll មកខាងក្រោមចូលនៅផ្ទះថ្មីបន្ទាប់មកទៀតគឺបងប្អូនឃើញនៅវាបើកឲ្យយើងបំពេញតើទៅនៅផ្ទះថ្មីនឹងចង់ទៅនៅផ្ទះថ្មីក្នុងខែណាឧទាហរណ៍យើងចង់ទៅនៅគាត់ចង់ទៅនៅផ្ទះថ្មីនៅខែមិនិនាបាទខែមិនិនាអឺផ្ទះគាត់បែរមុខទៅទិសណាឧទាហរណ៍ទៅទិសលិចបាទទិសលិចទី3អញ្ចឹងទៅយើងបញ្ចូលទិសផ្ទះឲ្យបានត្រឹមត្រូវមកបន្ទាប់មកទៀតគឺកន្លែងនេះគឺវាបើកមើលថាតើបងប្អូនចង់ឲ្យវារកដោយលក្ខខណ្ឌទូលាយឬក៏ចង្អៀតចង្អៀតនិងទូលាយគឺន័យខុសគ្នាទូលាយគឺបានន័យថាយើងសម្បូរថ្ងៃល្អប៉ុន្តែថ្ងៃហ្នឹងអាចល្អកម្រិតមធ្យមនិងកម្រិតល្អខ្លាំងតែបើយើងចង់បានល្អខ្លាំងគឺយើងយកលក្ខខណ្ឌចង្អៀតមកបងប្អូនបានចុចទៅលក្ខខណ្ឌចង្អៀតទៅអាហ្នឹងគឺល្អខ្លាំងហ្មងណាអញ្ចឹងល្អខ្លាំងអញ្ចឹងថ្ងៃដែលយើងរើសបានគឺវាអត់ច្រើនទេក្នុងមួយខែអាចមាន2ថ្ងៃឬក៏មួយថ្ងៃឬក៏3ថ្ងៃអស់ហើយដែលយើងរកបានណាឥឡូវយើងចុចយកចង្អៀតចុះហើយយើងយកឈ្មោះប្តីគឺតារាឈ្មោះប្រពន្ធគឺវត្តតីអញ្ចឹងនៅពេលដែលបងប្អូនចូលអញ្ចឹងគឺវាយើងបាច់បំពេញអីទាំងអស់គឺវាទាញយកពីអ្វីដែលយើងបញ្ចូលខាងដើមនោះស្វ័យប្រវត្តិឥឡូវបន្តមកទៀតគឺយើងចុចលើប៊ូតុងស្វែងរកនៅពេលដែលចុចស្វែងរកបងប្អូនឃើញខាងក្រោមជាលទ្ធផលណាជាលទ្ធផលល្អមែនតើនេះបងប្អូននេះឃើញទេជាលទ្ធផលនេះខ្ញុំបរិយារៀងធំបន្តិចដើម្បីបងប្អូនស្រួលមើលបាទបរិយាធំបន្តិចនេះបងប្អូនឃើញទេឃើញ
នៅពេលដែលយើងចូលមកគឺយើងឃើញថាវារើសបានមួយថ្ងៃដែលល្អសម្រាប់តារាហើយនិងវតីទៅនៅផ្ទះថ្មីគឺថ្ងៃទី10បាទថ្ងៃទី10អានេះគឺវាខុសពីយើងទៅជួបគ្រូចិនសែគ្រូចិនសែពេលខ្លះគាត់រើសគឺគាត់ផ្អែកទៅលើកត្តាសេដ្ឋកិច្ចគឺគេមើលចិត្តសាស្ត្រឧបមាថាគេមើលថាបុគ្គលហ្នឹងគាត់ចង់បានតែថ្ងៃអាទិត្យឬក៏ថ្ងៃសៅរ៍អញ្ចឹងគេរើសតែថ្ងៃណាដែលជាថ្ងៃនឹងឲ្យទេអញ្ចឹងល្អមិនល្អគឺអាចខុសច្រើនណាអាចខុសច្រើនតែ app អត់ទេ app មានភាពស្មោះត្រង់គឺឃើញយ៉ាងម៉េចគឺអញ្ចឹងហើយសំខាន់ឲ្យតែរូបមន្តវាត្រូវតែខ្ញុំដាក់រូបមន្តហ្នឹងគឺកម្ពូលរូបមន្តណាបងប្អូនកម្ពូលរូបមន្តណាគ្មាន app ណាលើពិភពលោកដែលធ្វើល្អជាង app ខ្ញុំទេខ្ញុំនិយាយចឹងមិនមែនអង្គុយលើជើង AR ទេគឺខ្ញុំនិយាយអំពីសច្ចភាពបងប្អូនដែលស្រឡាញ់វិស័យចិនផ្សាយបងប្អូនធ្លាប់ស្វែងរកហើយច្រើនបងប្អូនខ្មែរយើងលោកស្វែងរកច្រើនប៉ុន្តែខ្ញុំគិតថាបើសិនបងប្អូនប្រើអត់លើសពី app របស់ខ្ញុំទេហើយ app របស់ខ្ញុំគឺប្រើអនុគមរូបមន្តចិនសែធំជារូបមន្តចិនសែលំនាំដើមដែលខ្ញុំរៀនបានពីកម្ពុជាចិនសែលំដាប់ពិភពលោកបាទលំដាប់ពិភពលោកដែលគាត់មានចំណេះនិងជំនាញពិតប្រាកដគឺគាត់មានចំណេះជំនាញពិតប្រាកដគឺគាត់ប្រកែកខ្លាំងពិតប្រាកដហ្មងណាការគ្រូលើកអស់គ្រូទាំងពួងបាទឧទាហរណ៍ដូចជាដុកទ័រលីជុងដុកទ័រជាងផេលោកគ្រូ Jerry King អ្នកគ្រូ Dennis លាក់នឹងលាក់បាទលាក់នឹងលាក់ឥឡូវយើងចុចឥឡូវថ្ងៃទី10ណាយើងចុចអញ្ចឹងទៅយើងចុចបានណាអញ្ចឹងចុចបានអញ្ចឹងបងប្អូនចុចមកមើលថ្ងៃទី10ហ្នឹងគឺវាបង្ហាញនេះឆ្នាំ2026ខែមិនិនាថ្ងៃទី10កន្លែងនេះជាព័ត៌មានសម្រាប់គ្រូចិនសែទេឬក៏បងប្អូនដែលចេះចិនសែណាតែបើបងប្អូនអត់ចេះទេគឺមិនបាច់ខ្វល់ខ្វាយពីវាទេមិនបាច់ខ្វល់ខ្វាយពីវាទេគឺបងប្អូនទៅមើលម៉ោងបដ ாய் ទៅមើលម៉ោងគឺដើម្បីយើងដឹងថាម៉ោងណាគឺជាម៉ោងដែលល្អនៅពេលហ្នឹងគឺបងប្អូនឃើញវាផ្ដល់ជាជំរើសម៉ោងដោយសារហ្នឹងគឺតាក់ទងជាមួយនឹងហុងស៊ុយលំនៅឋានផងយើងទៅនៅផ្ទះថ្មីយើងចង់ឲ្យផ្ទះថ្មីរបស់យើងគឺយើងចូលទៅនៅចំមានពេលមានហុងស៊ុយល្អដូច្នេះជំរើសម៉ោងដែលល្អជាងគេបំផុតគឺបងប្អូនយកជំរើសម៉ោងដែលខ្ញុំដាក់ជូននៅខាងលើហ្នឹងហើយខាងលើបើសិនយើងអាចអនុវត្តកើតណាប៉ុន្តែបងប្អូនមើលណាម៉ោងប៉ុន្មានហើយម៉ោង21ទៅកាន់ម៉ោង22:59វត្ថុពេលយប់ហើយយើងទៅនៅមិនកើតយើងទៅនៅអត់កើតទេអញ្ចឹងនៅក្នុងន័យនេះគឺយើងអាចពិចារណាទៅលើម៉ោងខាងក្រោមនេះណាម៉ោងខាងក្រោមនេះឥឡូវម៉ោងខាងក្រោមផ្ដោតទៅលើម៉ោងពណ៌ទឹកក្រូចម៉ោងទឹកក្រូចគឺជាម៉ោងដែលល្អបំផុតប៉ុន្តែអ្វីដែលសំខាន់យើងត្រូវមើលថាតើម៉ោងណាដែលយើងអាចអនុវត្តបានដែលយើងធ្វើទៅកើតឧទាហរណ៍ម៉ោង3យប់3ទៀបភ្លឺអាហ្នឹងទៅអត់កើតទេម៉ោង5ទៀបភ្លឺអាហ្នឹងអាចទៅកើតហើយនឹងម៉ោង9ព្រឹកបាទម៉ោង9ព្រឹកទៅកាន់ម៉ោង11បាទម៉ោង11ម៉ោងនេះគឺម៉ោងល្អបំផុតយើងអាចអនុវត្តទៅកើតណាបងប្អូនហើយបើសិនបងប្អូនឃើញល្អមធ្យមម៉ោងល្អមធ្យមបានន័យថាបងប្អូនអាចប្រើប្រាស់ម៉ោងនឹងបានបងប្អូនខ្លះគាត់អានទៅឃើញខាងក្រោមឧទាហរណ៍ថាការងារល្អឲ្យព្រះគ្មានព្រះចាំជួយបងប្អូនភ័យអីចឹងណាគឺមិនបាច់ភ័យទេបងប្អូនម៉ោងនេះគឺអាចប្រើបានគឺម៉ោងល្អមធ្យមបានន័យថាឆ្លងកាត់ការវិយតម្លៃរបស់ខ្ញុំយ៉ាងតានតឹងម៉ោងនេះគឺជាម៉ោងដែលល្អមធ្យមហើយអញ្ចឹងយើងអាចប្រើបានណាបងប្អូនមិនបាច់ខ្វល់តាក់ទងអត្ថន័យខាងក្រោមក៏បានដែរប៉ុន្តែជាទូទៅបើសិនបងប្អូនអាចប្រើប្រាស់ម៉ោងទឹកក្រូចនេះបានគឺល្អណាល្អឧទាហរណ៍ម៉ោងទឹកក្រូចនេះដែលម៉ោងនេះព្រះមានគេជួយហើយនឹងមានព្រះចាំជួយម៉ោងទឹកក្រូចមួយទៀតគេដាក់ថាម៉េចមានគេជួយហើយនឹងផ្លាស់បាទជីវិតយើងផ្លាស់ប្ដូរបាទហ្នឹងហើយវាបង្ហាញខ្លីៗអញ្ចឹងបងប្អូនងាយយល់ទេងាយយល់សូម្បីយើងអត់ចេះចិនខ្សែសោះក៏យល់ដែរឲ្យតែយើងអានដោយយកចិត្តទុកដាក់ចេះអក្សរខ្មែរអ្វីដែលយើងត្រូវជៀសវាងគឺជៀសវាងប្រើម៉ោងនេះណាបងប្អូនណាជៀសវាងប្រើម៉ោងក្រហមនេះអានឹងជៀសវាងដាច់ខាតហើយมันអាចប្រើបានហើយតែហ៊ានប្រើគឺអត់ល្អហ្មងនឹងជៀសវាងបានជៀសទៅជៀសបានជៀសទៅឥឡូវយើងត្រឡប់ទៅមើលទស្សនវិជ្ជាខាងលើបន្តិចខាងលើគឺសម្រាប់បងប្អូនដែលចេះវិទ្យាចិនសែវាបង្ហាញនេះអានេះគឺជាមជ្ឈូនេះគឺជាធាតុរបស់បតិទិនសុរិយគតិគឺបានថាជាបតិទិនដែលផ្អែកទៅលើដំណើររបស់ព្រះអាទិត្យជាគោលបាទហើយជួរបន្ទាប់ទៀតគឺជាបតិទិនអឺច័ន្ទគតិបាទច័ន្ទគតិហ្នឹងគឺផ្អែកទៅលើដំណើររបស់ព្រះច័ន្ទជាគោលសួរគេប្រើវាយ៉ាងម៉េចអានោះតើបងប្អូនរៀនចិនសែអានោះបានខ្ញុំបញ្យល់ណាបាទខ្ញុំបញ្យល់លម្អិតមកជួរនេះគឺអានេះគឺបតិទិនស៊ុនកុងតាហ្គរបាទស៊ុនកុងតាហ្គរវាត្រូវតែមានឆ្នោតណាឆ្នោត3
ក្រោម3លើអញ្ចឹងប៉ុន្តែអានេះគឺខ្ញុំអត់ដាក់ឆ្នោតទេកុំឲ្យវាទាញទៅវាធ្វើឲ្យលបឿនយឺតបាទលបឿនយឺតហើយអានេះគឺជាធាតុណា in សួរគេប្រើប្រាស់វាយ៉ាងម៉េចអានេះចាំខ្ញុំបញ្យល់ពេលក្រោយៗទៀតហើយអានេះគឺជារដូវកាលនៅក្នុងចិនសែគឺរដូវកាលគឺមាន24រដូវណា24រដូវហើយអានេះគឺជាប្រភេទថ្ងៃហើយនឹងតារានិករ28បាទ28ហើយចុះអាមួយនេះស្អីគេអាមួយនេះគឺតារាសាស្ត្រប្រចាំឆ្នាំអានេះគឺតារាសាស្ត្រប្រចាំខែហើយនិងតារាសាស្ត្រប្រចាំថ្ងៃបាទប្រចាំថ្ងៃឃើញងាយងាយបងប្អូនបាទអញ្ចឹងបងប្អូនមកមើលខាងក្រោមគឺឃើញនេះទស្សឆ្នាំគួរវាបង្ហាញមែនតើនេះអារឿងឆុងហើយនឹងរួមធាតុដែលបងប្អូនហៅថាហាក់ហ្នឹងគឺបងប្អូនអានេះគឺអត់អត់ត្រូវបារម្ភអីទាំងអស់ឃើញឆុងឬក៏អីចឹងឬក៏រួមធាតុអត់ត្រូវបារម្ភទេល្អឬអាក្រក់វាអាស្រ័យទៅលើខ្សែជីវិតរបស់យើងជាក់ស្ដែងដែលយើងវិភាគទៅអញ្ចឹងយើងត្រូវពិគ្រោះយោបល់តាក់ទងជាមួយនឹងប៉ាជឺតាក់ទងប៉ាជឺនោះគឺបងប្អូនអាចចូលទៅប្រើប្រាស់ប៉ាជឺពន្លឺជីវិតដែលជា app របស់លោកគ្រូក៏បានដែរនៅកន្លែងនេះនៅក្នុងឆ្នាំនេះសម្រាប់តារាហើយនឹងប្រពន្ធគាត់គឺគាត់ជួបចំណុចល្អមួយគឺជំនួយចន្ទ្រាណាគាត់មានជំនួយចន្ទ្រាប្រពន្ធគាត់មានជំនួយចន្ទ្រាបានន័យថាអត្តន័យរបស់វាគឺបងប្អូនអានមួយទៅគឺបងប្អូននឹងយល់បានណាអត្តន័យវានេះឃើញនឹងយល់បានខ្ញុំបរិយាធំតិចទៅបងប្អូនមើលឃើញហើយមានបងទ្របណាបងប្អូនបងទ្របបានឲ្យគាត់ចំណាយច្រើនបើសិនជាផ្ទះរបស់គាត់គឺបែរមុខទៅកាន់ទិសមមីបាទទិសមមីនេះបងប្អូនអាចដល់យកទៅទុកដាក់ទៅ app នឹងគឺជា app មួយដែលមានមុខងារស្វ័យប្រវត្តិវាថ្លឹងថ្លែងហើយវាបញ្ចេញលទ្ធផលជូនបងប្អូនឃើញស្ដែងតែម្ដងណាឃើញស្ដែងតែម្ដងទាក់ទងនឹងកម្មវិធីបាទកម្មវិធីនេះកម្មវិធីល្អគឺមានគេខ្លះវាបង្ហាញណាវាបង្ហាញលម្អិតនៅក្នុងហ្នឹងបងប្អូនអាចអានទៅបើសិនមានពេលទំនេរហើយកម្មវិធីល្អមធ្យមបាទវាបង្ហាញថាសកម្មភាពអីដែលយើងធ្វើថ្ងៃហ្នឹងគឺល្អមធ្យមហើយកម្មវិធីអីមិនល្អដែលយើងគួរជៀសវាងបាទគួរជៀសវាងអីគឺវាចង្អុលបង្ហាញច្បាស់លាស់នៅក្នុងហ្នឹងតែម្ដងចានេះគឺជា app បតិទិនមាសបាទ app បតិទិនមាសអានេះគឺខ្លីៗជូនបងប្អូនតែប៉ុណ្្នឹងហើយចាំខ្ញុំបញ្យល់នៅវគ្គបន្តទៀតបាទវគ្គបន្តទៀតឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង